លែងប្តីម៉ែគាត់ខ្លាចខ្មាំងគេតែនៅលើលោកនេះអត់មានមិត្តភ័ក្តិអត់មានសាច់ញាតិណាដែលស្រឡាញ់យើងពិតពេលដែលយើងមានលុយពេលដែលយើងមានឥទ្ធិពលអូខេគេរាប់អានចឹងតែពេលដែលយើងអត់លុយមិនថាមិត្តភ័ក្តិសូម្បីតែគ្រួសារយើងក៏ចាត់ទុកយើងជាសត្រូវដែរអញ្ចឹងយើងចាំទុកហើយអ្នកដែលស្រឡាញ់យើងពិតប្រាកដអ្នកដែលនៅក្បែរយើងពិតប្រាកដគឺពេលដែលយើងគ្មានលុយហ្នឹងឯងពេលដែលយើងធ្លាក់ខ្លួនហ្នឹងឯងទើបយើងដឹងថាអ្នកណាជាមិត្តពិតប្រាកដហើយនៅក្បែរយើងពិតប្រាកដធ្វើការមួយថ្ងៃដល់បាយមួយចានបងប្អូន